មួយទៀត rug pull scam នេះ rug pull scam បងប្អូនតន់មានសំណួរអីសួរណាអូអានេះគឺសុទ្ធសឹងតាក់ទងទៅនឹងអរែងនេះណាតាក់ទងទៅនឹងអរែងជីវិតប្រចាំថ្ងៃរបស់យើងហ្នឹងមួយថ្ងៃ message មិននឹងមកប្រហែលដែរបាទ rug pull scam មានន័យថាបោកតាមរយៈកាក់នឹងដូចគ្នាដល់ចុងក្រោយគឺវាដក liquidity ចេញពីកាក់ហ្នឹងហើយយើងនៅស្មុំហ្នឹងមកឧទាហរណ៍ថាខ្ញុំបង្កើតកាក់មួយកាក់ហ្នឹងកាក់ឈ្មោះខ្ញុំមកពលៀបភាខ្ញុំ developer ខ្ញុំឲ្យគេ develop ពេលដែល develop ខ្ញុំបានចាក់សោខ្ញុំដាក់ខុសខ្ញុំដាក់ដើមទុនគេ liquidity ខ្ញុំដាក់ liquidity 1 លានដាក់ចូលដើម្បីអីដើម្បីឲ្យតម្លៃវាឡើងដល់ពេលយើងនេះឃើញថា liquidity ខ្ញុំ1 លានតម្លៃឡើងកាក់ហ្នឹងឡើង5 រៀលហើយតែអញ្ចឹងយើងនាំគ្នាទិញយល់ទេដល់ពេលតម្លៃទិញដល់$50ពឹបខ្ញុំដក liquidity ខ្ញុំពឹងហើយខ្ញុំលក់ចោលកាក់ហ្នឹងទាំងអស់ហើយកាក់ហ្នឹងធ្លាក់ដល់សល់ 0.1 អាហ្នឹងឯង scam មកអាហ្នឹងឯងគេហៅ rug pull scam លោកមានដូចជាមានកាក់មួយដែរច្រើនណាស់អូនមិនមួយទេច្រើនណាស់រាប់សិបរាល់ថ្ងៃហ្នឹង scam រាល់ថ្ងៃហើយដល់ពេលយើងអត់ដឹងហ្នឹងគឺសិតតែចូលអន្ទាក់ហើយអាហ្នឹងឯង rug pull scam ហើយយល់ពាក្យ rug pull ហ្នឹងមកពីពាក្យថាម៉េចឯងគេទាញកម្រាលព្រំចេញយើងបង្កាចអាហ្នឹងល្អដួលបាទហើយយើងកំពុងតែឈរនៅលើព្រំដល់ពេលបងទាញដកព្រំចេញអូនឯងមិនដួល rug pull rug pull scam rug ហ្នឹងកម្រាល pull ហ្នឹងបាទ pull ហ្នឹងទាញអា scam បោកអាកាក់ណាដែលវាចេញតប៉ែពេកដែលវាលិះចាយបានបោកកាក់ដែលចាយបានកាក់ហ្នឹងទោះតែបាញ់បានមានន័យថាបាញ់បានមិនមែនបាញ់បានតែក្នុងអរែងសហគមន៍ទេណាគឺបាញ់ឆ្លងកាត់អាណាក៏បានដែរចង់បាញ់ពី Binance ទៅ Bybit ទៅ Gate.io ទៅ Bitmart ចេញពី Bitmart ទៅ Trust Wallet ចេញពី Trust Wallet ទៅ SafePol ទៅណាក៏បានដែរឲ្យតែនៅក្នុងពិភព crypto អានេះយល់ទេទទួលបានតែបើអាហ្នឹងនៅស្មុំនៅហ្នឹងធ្វើអីក៏មិនកើតបើតែដូចផាយឥឡូវផាយខ្វាញ់នៅពេលដែលវាចូលក្នុង market ហើយអូនឯងចង់បាញ់ផាយពី Gate.io ក៏បាន Gate.io ទៅ Bybit ទៅណាក៏បានបាញ់ទៅណាក៏បានបាញ់ចេញពី wallet វាទៅអាហ្នឹងហើយគេហៅថា crypto បងនិយាយថាផាយនេះបើសិនជាចូលទៅក្នុង Binance ហើយអាចនឹងឡើងដល់100ទៀតប៉ុន្តែឃើញខ្វាញ់មួយចំនួនដែលចូល Binance ហើយបងបើកមកមិញគឺឃើញ$1ជាងវាចេះអាហ្នឹងដោយសារចេះខ្វាញ់ខ្លះវាបាក់ប្រផាយខ្វាញ់គឺជាកាក់មួយដែលអត់មានវាយចូលទេកាក់ម៉ាញតាមធម្មជាតិ